ជារៀបសួរបងប្អូនទាំងអស់គ្នាមកកាន់វីដេអូនាងខ្ញុំម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំបានមុខម្ហូបមួយស្ងោរជ្រក់ក្តាមថ្ងៃមុនហ្នឹងនាងខ្ញុំបានធ្វើដំណើរទៅលេងផ្ទះបងប្រុសនាងខ្ញុំនៅស្រុកកណ្ដាលនាងខ្ញុំអញ្ចឹងណាក៏បងប្រុសនាងខ្ញុំបានចាប់ក្តាមនៅវាស្រែដល់ពេលមេឃពងអាភ្លៀងហើយអីហ្នឹងគឺក្តាមវាចេញហើយព្រោះអីខែនេះគេមិនតាន់ព្រោះស្រូវបងប្អូនអញ្ចឹងទៅក៏យើងទៅចាប់ហើយពេលដែលវាចេញមកពីរោងចេញមកពីដីអីអញ្ចឹងមកវាជាប់ដីដែលក្រាញ់នៅនឹងក្រហមមកបងប្អូនតើតើយើងយកច្រាស់យកអីយកមកដោះអីចឹងណាបើមិនចឹងអត់ជ្រះទេហើយចំពោះក្តាមបងប្អូនបើសិនជាយើងចង់ធ្វើលឿនហើយស្រួលយើងដាក់ត្រាំតកបងប្អូនត្រាំតកហើយយើងត្រាំវាឲ្យងាប់ហើយយើងយកមកលាងសម្អាតស្រួលមែនទែនហើយការសម្អាតក្តាមបងប្អូនយើងយកច្រាស់ណាថ្មីយកមកដោះខាត់ដោះឲ្យជ្រះដីស្នឹមនៅនឹងហ្មងណាហើយបងប្រុសនឹងខ្ញុំគាត់ក៏ចាប់យកមកឲ្យខ្ញុំធ្វើម្ហូបធ្វើអីចឹងណាបងប្អូនដោយសារខែនេះដបងចេះសបោខ្លាញ់ហើយសបោក្តាមមេច្រើនជាងឈ្មោលមួយចឹងណាហើយខ្លាញ់គឺពេញពោះហ្មងបងប្អូនអើយសបោក្តាមមេហើយភាគច្រើនខែនេះសាច់វារៀងណែនដល់ពេលអញ្ចឹងហើយតិចទៀតបើសិនជាយើងញ៉ាំក៏ពិបាកដែរដោយសារអីដោយសារទឹកច្រើនបងប្អូនអញ្ចឹងទៅយើងអាចមានហានិភ័យពុលច្រើនមែនទែនហើយនេះបងប្អូនដែលខ្ញុំលាងសម្អាតខ្ញុំឆ្កឹះអាសកៃវាលើអីចឹងណាបើសិនជានៅបើសិនជាពុលអីគឺពិបាកហ្មងក្តាមណាហើយនេះជីបងប្អូនខ្ញុំមានជីសកាចហើយនឹងជីក្រហមបងប្អូនខ្លះគាត់ហៅជាណាអញ្ចឹងណាបងប្អូនយើងលាងសម្អាតសម្រស់ទុកមួយឡែកសិនទៅហើយចំពោះខែនេះក្តាមបងប្អូនគឺខ្លាញ់ពេញពោះហ្មងដោយសារនាងខ្ញុំស្ងោរជ្រក់នេះនាងខ្ញុំឆ្កឹះខ្លាញ់ពីស្នូកហ្នឹងខ្ញុំដាក់ផ្សេងហើយនេះខ្ញុំចាប់ដាក់ដាំទឹកហើយមានខ្ទឹមកូរក្រីលក្រូចហើយនាងខ្ញុំដាំទឹកឲ្យពុះបន្ទាប់ពីនាងខ្ញុំដាក់ដាំទឹកហើយឥឡូវចាប់ដើមទឹកពុះហើយចំពោះក្តាមបងប្អូនយើងដាក់តែមួយផ្លេតបានហើយមិនបាច់រំងាស់ហើយរំងាស់ខ្លាចលោក្តាមហ្នឹងវាទៅជាស្រងាំយើងញ៉ាំអត់សូវឆ្ងាញ់អញ្ចឹងណាបន្ទាប់ពីនាងខ្ញុំដាក់ក្តាមរួចរាល់ហើយខ្ញុំចាប់ផ្ដើមដាក់អំបិលស្ករប៊ីចេងហើយនាងខ្ញុំបន្ថែមទឹកត្រីបន្តិចឲ្យសាឡរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់នាងខ្ញុំស្ងោរដោយសារនាងខ្ញុំទុកចិត្តបងប្រុសនាងខ្ញុំអញ្ចឹងណាហើយនេះខ្ញុំចាប់ដើមដាក់ខួរក្តាមពងក្តាមពងអីដែលយើងឆ្កឹះពីស្នូកហ្នឹងណាបងប្អូនស្នូកដែលយើងនៅសល់ដែលយើងហែកហ្នឹងណាយើងយកមកឆ្កឹះទុកម្លែកណាហើយបន្តមកទៀតនាងខ្ញុំចាប់ផ្ដើមច្របាច់ក្រូចឆ្មាចំពោះខ្លាញ់ក្តាមនាងខ្ញុំហ្នឹងខ្ញុំឆ្អិនហើយបាននាងខ្ញុំយកមកដាក់ដោយសារអីងាស់ទៅវាឆ្ងាញ់វាស្កាតអញ្ចឹងណាដល់ពេលយើងចិត្តឆ្អិនយើងបងមកយើងបងជីបងម្ទេសមកគឺរួចរាល់ជាការស្រេចហើយចំពោះក្រូចឆ្មាបងប្អូនអាចដាក់មួយផ្លែពីរផ្លែក៏បានដែរអាស្រ័យលើបងប្អូនជឿចិត្តជូរអញ្ចឹងណាហើយសម្រាប់នាងខ្ញុំគឺមួយផ្លែគឺឆ្ងាញ់ហ្មងហើយនៅបងប្អូនអើយគ្រាន់តែឃើញតំណងហ្មងនេះមើលហើយខែនេះអត់តន់បាក់សាច់ទេណាគឺខែនេះស្ងោរមកគឺសាច់វានៅណែនទាំងអស់តែពេលខ្លះបងប្អូនក្តាមមិនមែនចេះតែឆ្ងាញ់រហូតទេវាមានខែមានឆ្នាំវាណាបងប្អូនបើសិនជាដបងចេះគឺវាឆ្ងាញ់ហើយតិចទៀតវាអត់សូវឆ្ងាញ់ទេដោយសារវាមានសក់មានអីខ្លះអញ្ចឹងណាវាមិនអាចសាច់ណែនរហូតទេហើយចំពោះមុខម្ហូបមួយនេះបងប្អូនដាក់តាមចំណុចចិត្តអាស្រ័យលើបងប្អូនចូលចិត្តជូរប្រៃហឹរហើយវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអំពុំមិញដែលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ